จ้าសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនៅមកបង្ហាញនិងប្រាប់ពីវិធីធ្វើប្រហិតត្រីឆ្លាតហើយយើងដាក់គ្រឿងគឺឆ្ងាញ់មែនតើបងប្អូនឥឡូវនេះកុំឲ្យបងប្អូនចាំយូរយើងនឹងមកមើលពីរបៀបធ្វើហើយនឹងការដាក់គ្រឿងផ្សំនៅក្នុងប្រហិតត្រីឆ្លាតរបស់យើងថាមានរូបមន្តអ្វីខ្លះនិងវិធីធ្វើបែបណាហើយនេះផងដែរគឺជាផ្នែកគ្រឿងផ្សំរបស់យើងដែលយើងមានជាមួយនឹងម្សៅឆាម្សៅស៊ុបជាមួយនឹងប៊ីចេងបន្តិចម្រេចទឹកត្រីស្ករសពងមាន់ឬក៏ពងទាហើយនេះគឺជាគ្រឿងបុករបស់យើងនេះគឺជាផ្នែកសាច់ត្រីឆ្លាតដែលយើងបានកោសរួចហើយនៅពេលនេះផងដែរយើងចាប់ផ្ដើមលាយគ្រឿងផ្សំទាំងអស់គ្នាដោយនាងខ្ញុំមានប្រើជាមួយនឹងម្សៅស៊ុបកន្លះស្លាបព្រាជាមួយនឹងប៊ីចេងបន្តិចហើយនេះគឺជាផ្នែកម្រេចចូលចិត្តញ៉ាំរៀងហឹរយើងដាក់រៀងច្រើនអញ្ចឹងទៅហើយជាមួយនឹងស្ករសការប្រើស្ករសហ្នឹងទៅតាមការចូលចិត្តរបស់បងប្អូនដែរអញ្ចឹងណាហ្នឹងហើយបើយើងចូលចិត្តរៀងផ្អែមយើងដាក់ច្រើនតិចទៅតែការស្ករសនេះនៅខ្ញុំដាក់1ស្លាបព្រាទេហើយយើងតប់ជាមួយនឹងត្រីនិងគ្រឿងរបស់យើងឲ្យវាសព្វសិនណាបើសិនជាបងប្អូនមានម៉ាស៊ីនកិនយើងអាចដាក់កិនក៏បានដែរបើសិនជាអត់មានទេយើងអាចតប់ដៃបែបនេះគ្រាន់តែយើងប្រើពេលរៀងយូរបន្តិចក្នុងការតប់ត្រីរបស់យើងតទៅយើងតប់បានបន្តិចហើយយើងប្រើជាមួយនឹងទឹកត្រី1ស្លាបព្រាជាមួយនឹងម្សៅឆា2ស្លាបព្រាហើយនឹងគ្រឿងកិនរបស់យើងបងប្អូនចាដាក់ចំនួន2ស្លាបព្រាបាយជាមួយនឹងពងមាន់ក៏បានបងប្អូនប្រើជាមួយនឹងពងទាក៏បានដែរយើងដាក់ចំនួន1គ្រាប់បងប្អូនចាហើយបន្ទាប់ពីយើងដាក់គ្រឿងអស់ហើយយើងតប់ច្របល់គ្រឿងទាំងនោះចូលគ្នាម្ដងទៀតដូចនាងខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងយើងប្រើម៉ាស៊ីនកិនគឺកាន់តែល្អចាហើយនៅពេលនេះផងដែរឃើញថាប្រហិតត្រីដែលយើងបានតប់ហ្នឹងគឺថាបានរួចរាល់ហើយនៅពេលនេះផងដែរដល់វគ្គដែលយើងត្រូវមូលប្រហិតយើងចង់មូលក៏បានចង់រៀនតប៉ែតក៏បានដែរទៅតាមការចូលចិត្តនិងការច្នៃប្រឌិតរបស់បងប្អូនសម្រាប់ជំហានដំបូងរបស់ប្រហិតដែលយើងត្រូវមូលហ្នឹងជាដំបូងគឺយើងត្រូវយកដៃរបស់យើងទៅជ្រលក់នៅក្នុងទឹកសិនព្រោះអីដឹងហើយថាប្រហិតវារៀងស្អិតមែនតើអញ្ចឹងយើងត្រូវតែជ្រលក់ដៃរបស់យើងនៅក្នុងទឹកមួយដំណាក់កាលសិនហើយបន្ទាប់មកទៀតនេះយើងត្រូវដួសប្រហិតរបស់យើងហ្នឹងដាក់នៅក្នុងបាតដៃរបស់យើងបន្ទាប់មកយើងមូលវាទៅបងប្អូនចង់បានមូលក៏បានចង់បានតប៉ែតក៏បានដែរហើយសម្រាប់ទំហំនៃប្រហិតត្រីដែលយើងមូលហ្នឹងទៅតាមការចូលចិត្តរបស់បងប្អូនដែរបងប្អូនចូលចិត្តមូលក្រាស់ស្ដើងតូចធំទៅតាមការច្នៃរបស់បងប្អូននៅពេលដែលយើងលុញប្រហិតត្រីរួចរាល់ហើយឥឡូវដល់វគ្គដែលយើងដាក់ប្រេងឆារៀងក្តៅបន្តិចនៅលើខ្ទះហើយយើងទម្លាក់ប្រហិតត្រីរបស់យើងចូលទៅក្នុងខ្ទះឆាដើម្បីបំពងតែម្ដងចំពោះការប្រើភ្លើងក្នុងការបំពងឬក៏ចៀនប្រហិតត្រីរបស់យើងយើងអត់អាចប្រើភ្លើងខ្លាំងទេអញ្ចឹងវាឆាប់ខ្លោចបងប្អូនអាចប្រើភ្លើងកម្រាស់មធ្យមដើម្បីឲ្យប្រហិតរបស់យើងគឺឆ្អិនសព្វទៅខាងក្នុងឥឡូវនេះផងដែរឃើញថាប្រហិតត្រីរបស់យើងគឺបានឡើងក្រហមហើយនឹងឆ្អិនសព្វទាំងសងខាងហើយចំពោះប្រហិតត្រីមួយមុខនេះគឺយើងអាចយកទៅញ៉ាំច្រើនបែបច្រើនរបៀបណាស់យើងអាចញ៉ាំប្រហិតត្រីជាមួយនឹងជ្រក់ក៏បានជាមួយនឹងទឹកត្រីផ្អែមក៏បានជាមួយនឹងទឹកសៀងក៏បានដែរចាអញ្ចឹងក៏សូមអរគុណច្រើនចំពោះបងប្អូនទាំងអស់គ្នាក្នុងការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នេះប្រសិនបងប្អូនមានចម្ងល់អាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានតែសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីបងប្អូនទាំងអស់គ្នាទទួលបានវីដេអូថ្មីៗក្នុងការធ្វើម្ហូបធ្វើបង្អែមនិងវីដេអូថ្មីៗបន្តទៀតនាងខ្ញុំសូមអរគុណជម្រាបលាបាយបាយ